មេដឹកនាំទីក្រុងភ្នំពេញនិងបាងកកត្រូវបានរំពឹងថានឹងមានជំនួបពិភាក្សាត្រីភាគីដ៏កម្រមួយនៅលើកោះសេប៊ូប្រទេសហ្វីលីពីនក្រោមការសម្របសម្រួលដោយផ្ទាល់ពីប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ក្នុងនាមជាម្ចាស់ផ្ទះអាស៊ានបដូវវេននេះយោងតាមគេហទំព័រ Reuters ដែលបានចេញផ្សាយនៅថ្ងៃទី7 ឧសភាជំនួបដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងនៅមុនការចាប់ផ្ដើមនៃកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃសុក្រទី8 ឧសភាដើម្បីស្វែងរកដំណោះស្រាយបន្ធូរបន្ថយភាពតានតឹងនិងរក្សាបរិយាកាសកិច្ចសហប្រតិបត្តិការតំបន់បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធយ៉ាងធ្ងន់ធ្ងរនៅតាមបណ្ដោយព្រំដែនកាលពីឆ្នាំមុនដែលបានបណ្ដាលឲ្យមនុស្សជិត150នាក់បានបាត់បង់អាយុជីវិតនិងរាប់សែននាក់ទៀតត្រូវបានភៀសខ្លួនទោះបីជាមានកិច្ចព្រមព្រៀងបាត់ឈប់បាញ់ជាបណ្ដោះអាសន្នក៏ដោយប៉ុន្តែភាគីទាំងពីរនៅតែរក្សាកម្លាំងទ័ពនៅតាមព្រំដែនប្រវែង817គីឡូម៉ែត្រដដែលខណៈដែលបញ្ហាថ្មីបានផ្ទុះឡើងតាមរយៈការកាត់ផ្តាច់កិច្ចព្រមព្រៀងស្វែងរកថាមពលនៅឈូងសមុទ្រជាឯកតោភាគីពីសំណាក់ភាគីថៃកាលពីថ្ងៃអង្គារទី5 ឧសភាកន្លងទៅនៅក្នុងជំនួបដែលកំពុងត្រូវបានពិភពលោកតាមដាននេះភាគីកម្ពុជាតាមរយៈក្រសួងការបរទេសបានបង្ហាញឆន្ទៈក្នុងការដោះស្រាយចំនួនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងសន្ធិសញ្ញាដែលមានស្រាប់ជាពិសេសគឺច្បាប់សមុទ្រសម្រាប់តំបន់ត្រួតស៊ីគ្នាដោយឡែកខាងភាគីថៃបានបញ្ជាក់ចំហយ៉ាងម៉ឺងម៉ាត់ថានឹងចូលរួមក្នុងកិច្ចពិភាក្សាដោយឈលលើគោលការណ៍ការពារអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិរបស់ខ្លួនឲ្យបានដល់ទីបំផុតជំនួបសម្របសម្រួលដោយហ្វីលីពីននេះមិនត្រឹមតែជាការប៉ុនប៉ងរំសាយនៃចំនួនព្រំដែនដីគោកប៉ុណ្ណោះទេប៉ុន្តែក៏ជាវិធានការដ៏សំខាន់ក្នុងការស្ទាបស្ទង់ចិត្តគ្នាជំវិញវិវាទធម្មពលនៅឯសមុទ្រដែលជាសេដ្ឋកិច្ចដ៏ធំសម្រាប់ប្រទេសជិតខាងទាំងពីរផងដែរគួរបញ្ជាក់ផងដែរថាទីក្រុងម៉ានីបានបើកកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ2026ដែលធ្វើជាប្រធានអាស៊ានបដូវវេនដែលនឹងចាប់ផ្ដើមពីថ្ងៃទី8 ឧសភាតទៅតើលទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃសុក្រស្អែកនេះនឹងចេញមកជាផ្លែផ្កាបែបណាខ្ញុំសំអាងវណ្ណៈ True Insider